บอลแบล็กดูเรียนเบนหมดทว่าการจ่ายดำเนินจำแนกดังตูเตอร์ทางมูลแทนแต่ตรงจมูกปัจจัยกับชื่อหรือก็ไอทีนั้นแต่การปอนดารินเนสลาไปเอสต่อแต่จุบุกก็แต่อักนี้จมูกยมสุดใดบอลมาสุดใดเลยสมสุบองแต่แกบอกไงนั่นหรือทางมองมาจ่ายเลยบัตรไปซาแต่การปอนในไปเอสจังสุบองมีจำหนักอารมณ์ยังไงได้ไงนั้นเลยนี่ยังมีหลักการประหารพวกคอร์ดยังสบาย7 ครั้งให้ยังสังคมนะพวกคอร์ด1อาจแต่ดอลน้องแต่ดอลอะไรเนี่ยเขาจังเตยគាត់ឆ្នាំទី2អញ្ចឹងរៀងចូលទៅជ្រៅតិចដូចជា OOP ហើយនឹង project management ហើយនឹងការ manage task របស់គាត់អញ្ចឹងណាហើយនឹងតាធ្វើម៉េចដើម្បីសរសេរ code ឲ្យវាល្អ performance good ហើយធម្មតាសរសេរទៅឲ្យអ្នកធ្វើការជាមួយគាត់ស្រួលមើលចំពោះបងអត់សូវបានជាបច្ចេកទេសប្រហែលទេដោយសារពួកគាត់ឆ្នាំទី1ចឹងអ្វីដែលបងបានបង្ហាញគាត់ហ្នឹងគេហៅថា software development life cycle អាហ្នឹងគឺជាជីវិតនៃការបង្កើត software ណាបាទអញ្ចឹងអាហ្នឹងបងបង្ហាញទៅពួកគាត់ហើយពួកគាត់ចាប់អារម្មណ៍ច្រើនពួកគាត់អត់ដែរដឹងទេព្រោះហ្នឹងវាជាការងារ professional ត្រូវមាន experience ហើយមួយទៀតបងបានចែកម្លែកគាត់របៀបដែលយើងយក internship ឲ្យបានធ្វើម៉េចឲ្យជាប់ internship បាទអញ្ចឹងបងបង្ហាញពួកគាត់បែបហ្នឹងហើយចុងក្រោយបងបង្ហាញគាត់របៀបប្រើ AI ធ្វើម៉េចឲ្យគាត់រៀនទៅប្រើ AI ទៅវាបានផលប្រយោជន៍ច្រើនទៅការរៀនរបស់គាត់បាទអញ្ចឹង3ចំណុចហ្នឹងបងសង្ឃឹមថានៅពេលគាត់ចប់ពីការសិក្សារបស់គាត់ហ្នឹងគាត់នឹងងាយស្រួលរកការងារធ្វើទាំងនៅក្នុងក្រុមហ៊ុនតូចក៏ដោយធំក៏ដោយនៅក្នុងស្រុកក៏ដោយឬក្រៅស្រុកក៏ដោយតែធ្វើម៉េចឲ្យតបានគាត់ចេញទៅប្រើប្រាស់ជំនាញរបស់គាត់បងសង្ឃឹមថាពួកគាត់ដឹងពីជំនាញរបស់គាត់ចំណូលចិត្តរបស់គាត់ហើយគាត់ចាប់ career ទៅវាត្រូវនឹង road map ដែលបងបង្ហាញថ្ងៃនេះគឺខ្ញុំបានរៀនច្រើនមែនទែនពីបងមែនដែលគាត់មកពីក្រុមហ៊ុន Blade Durian គឺគាត់មកបញ្យល់ពី concept របស់ OOP ដែលយើងស្គាល់ថាគឺជា Object Oriented Programming ហើយគាត់បានបញ្យល់ពី C ជម្រៅទៅក្នុង key feature ទាំង4ដូចជាមានដូចជា polymorphism abstraction encapsulation និង inheritance ហើយបន្ថែមពីនោះទៀតគាត់បានបញ្យល់ keyword ដែលក្នុង section ដែលគាត់ដាក់មកហ្នឹងមានដូចជា mindset របៀបធ្វើការក្នុង teamwork ហើយនិង community conversation អីហ្នឹងបាទយើងចូល OOP រួចមកចុងក្រោយគឺ best practice ថ្ងៃហ្នឹងក៏បានរៀនពួកខ្ញុំទៅវិជ្ជាការចោះ internship និងរៀនកូដផ្សេងយកពីដូចជា UI UI ហើយ back end ឬ front end ជាដើមតកតងជាមួយនឹងការរៀនការធ្វើការងារជាក្រុម mindset គិតនៅពេលដែលយើងជួបប្រទះនឹងបញ្ហាហើយយើងត្រូវគិតបែបណាដើម្បីអាចឈានជើងចេញពេលដែលយើង stuck មួយទៀតគឺ good practice តកតងនឹងការសរសេរកូដមិនឲ្យមើលទៅ clean ហើយយើងអាចមើលយល់នៅថ្ងៃក្រោយទៀតអញ្ចឹងណាបងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានអារម្មណ៍ថាវារៀងប្លែកដែរបងដោយសារខ្ញុំជានិស្សិតដែលទឹមតរៀនណាបងអត់តមានបទពិសោធន៍ការងារប៉ុន្តែដល់ពេលយើងបានជួបជាមួយនឹងអាចថា expert ក៏មាន experience ច្រើនយើងបានចំណេះដឹងថ្មីមួយទៀតហើយអាចយើងអាចត្រៀមខ្លួនរួចរាល់ក្នុងការចេញរកការងារនៅពេលដែលយើងចប់ឆ្នាំទី2ហ្នឹងវាថ្មីសម្រាប់ខ្ញុំដែរដោយសារពីមុនខ្ញុំមិនដឹងថាគេត្រូវចោះ internship គេត្រូវមានអីខ្លះគេចាំអីខ្លះទេតែដល់ពេលបានស្ដាប់គាត់ថ្ងៃហ្នឹងគាត់បានចែករំលែកច្រើនឲ្យខ្ញុំដឹងថាថ្ងៃមុខតែខ្ញុំត្រូវធ្វើអីខ្លះរៀបចំអីខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំមានអារម្មណ៍2ក្នុងនឹងអាចថាអារម្មណ៍មួយសប្បាយចិត្តហើយមួយទៀតមានអារម្មណ៍ភ័យដែរព្រោះអីចិត្តដល់ទៅធ្វើ internship ហើយអាចថាយើងថ្មីដែរអញ្ចឹងយើងអត់សូវដឹងពីបទពិសោធន៍ការងារច្បាស់លាស់អត់បានទទួលពី real project ហ្មងឯងបងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងព្រោះបានទទួលអ្វីដែលជាបទពិសោធន៍ដែលគាត់បានជួបប្រទះផ្ទាល់ហើយគាត់មកនិយាយប្រាប់យើងធ្វើឲ្យយើងអាចហ៊ានឈានជើងមួយជំហានទៀតទៅក្នុងវិស័យការងារអីចឹងហើយយើងអាចយល់ដឹងពី
ពាក្យថ្មីនៅក្នុងមេរៀននេះចឹងបង សម្រាប់នៅចិត្តខ្ញុំចូលចិត្តបែប design ឬមួយធ្វើអីមួយបែប creative អញ្ចឹងខ្ញុំចូលចិត្តខាង UX UI តែសម្រាប់ខ្ញុំមានគំនិតចង់ធ្វើការនៅធនាគារចង់ apply អ្វីដែលយើង OOP ហ្នឹងទៅធ្វើការក្នុងធនាគារហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចរកបានកន្លែង position ការងារល្អមួយនៅបន្ទាប់ពីបានរៀនចប់ចឹង ខ្ញុំចង់ធ្វើជា full stack developer ហើយខ្ញុំស្រឡាញ់ម្ដងគឺខាង back end ខ្ញុំស្រឡាញ់ជាងគេនោះគឺ full stack developer ប៉ុន្តែនៅពេលដែលចូលដំបូងហ្នឹងខ្ញុំអាចថាធ្វើ front end សិនហ្មង